A is for apple A apple B is for ball B ball ឃើញបងប្អូនទាំងអស់គ្នាឥឡូវវាបង្ហាញ B ស្មើឲ្យ ball ម្ដងគេអញ្ចឹងវាជាប់គ្នាតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយអញ្ចឹងបើសិនបងប្អូនចង់បានប៉ុណ្ណឹងបងប្អូនយកគប់នេះកន្លែង download នេះគ្រាន់តែចុច download មកឃើញវា tag អញ្ចឹងវីដេអូនឹង tag ហើយ download ហើយអញ្ចឹងបងប្អូនចង់ធ្វើតទៀតចុចកន្លែងសញ្ញា3នេះមកហើយយក extend ទៅដែរមកហើយបងប្អូនចូលទៅយកនេះចូលទៅធ្វើតនៅកន្លែងនេះមកហើយយើងដាក់ C មកនេះយើង copy កន្លែងអក្សរនេះដាក់ពាក្យថា C មកវាប្រកាសជាដាក់cat ឲ្យអញ្ចឹងឧទាហរណ៍អញ្ចឹងយើងដាក់ C អីគេ C cat អីចឹងទៅបាទ C cat អីចឹងទៅហើយយើងចុចដើម្បីវា generate